នៅក្នុងប្រទេសស្វីសតើយើងមានផ្លែឈើច្រើនពេកយើងយកទៅធ្វើអីខ្លះថ្ងៃនេះមកបង្ហាញបងប្អូនអំពីសកម្មភាពខ្លះអំពីការយកទឹកប៉មរបស់ខ្ញុំអញ្ចឹងណាតាមពិតខ្ញុំអត់មានដើមឈើច្រើនអីទេមានតែដើមប៉មពីរបីដើមហ្នឹងឯងប៉ុន្តែដោយសារតែយើងញ៉ាំអត់ទាន់ហើយវាជ្រុះស្ដាយអញ្ចឹងហើយយើងបេះអាណាល្អយកមកដើម្បីកិនយកទឹកញ៉ាំអញ្ចឹងណាកន្លែងនេះគឺជាកន្លែងគេសម្រាប់ធ្វើទឹកប៉មហ្នឹងហ្មងយើងយកមកអញ្ចឹងគេគុណជាលីត្រគិតលុយយើងវិញអញ្ចឹងណាបងប្អូន ហើយគេមានដាក់ស្រស់ឲ្យយើងហ្នឹងឯងពេលដែលគេកិនគេសម្អាតគេលាងឲ្យអស់ហើយគេគិតទៅគេយកតែទឹកទេដល់ពេលគេយកតែទឹកហ្នឹងយកទៅចំហុយជាមួយនឹងឆ្នាំងគេដាក់ឡើងដល់ប្រហែលអង្សាក្តៅមែនទែនដែលថាអាចរក្សាទុកបានមួយឆ្នាំឲ្យយើងចឹងណាចឹងហើយគេយកទៅកិនយកទឹកឲ្យអស់ហើយគេដាក់នៅក្នុងឆ្នាំងរបស់គេនឹងកម្ដៅដល់រយៈពេលមួយដែលគេអាចរក្សាទុកបានអញ្ចឹងបានគេឲ្យយើងទៅយកហើយយើងអាចយកភ្លាមបានទេតចាំនឹងងាយបំនេះគេមួយថ្ងៃអីបានអាចទៅយកបានអញ្ចឹងណានេះគឺជាឆ្នាំងគេសម្រាប់យកទៅកម្ដៅអញ្ចឹងឲ្យច្រើនអញ្ចឹងហើយបន្ទាប់មកគេមានប្រអប់ជាប្រអប់របស់គេអញ្ចឹងមាន5លីត្រ10លីត្រស៊ីសងលើបងប្អូនមានប៉មច្រើនក៏ប៉មតិចអញ្ចឹងណាហើយក្រោយមកល្ងាចឡើងយើងមកយកគិតលុយតាមនឹងអញ្ចឹងណាបងប្អូន